ប៉ាភ្ញាក់ហើយឬប៉ាភ្ញាក់ឡើងប៉ាកូនប្រុសរបស់ប៉ាភ្ញាក់ហើយមុនពេលថ្ងៃរះកូនប្រុសរបស់ប៉ាក៏ភ្ញាក់ដែរមកប៉ាតោះយើងទៅអ្នកបាននិយាយថាខ្ញុំអាចល្បាតជាមួយអ្នកនៅថ្ងៃនេះហើយថ្ងៃនេះបានចាប់ផ្ដើមហើយអ្នកបានសន្យាប៉ាឡើងហើយឬនៅតោះយើងធ្វើបែបនេះដូច្នេះតើត្រូវធ្វើដូចម្ដេចមុនគេបញ្ជាឲ្យបបាញ់ដេញពួកឈ្លានពានអាក្រក់ចេញប៉ាកំពុងដើរខុសផ្លូវហើយប៉ាខ្ញុំមិនគួរឡើងមកទីនេះទេមើលចុះស៊ីមបាអ្វីទាំងអស់ដែលពន្លឺប៉ះគឺជានគររបស់យើងអ្នកគ្រប់គ្រងទាំងអស់នោះមែនហើយប៉ុន្តែសម័យកាលរបស់ស្ដេចជាអ្នកគ្រប់គ្រងរះហើយលេចដូចព្រះអាទិត្យថ្ងៃណាមួយស៊ីមបាព្រះអាទិត្យនឹងលេចនៅពេលវេលារបស់ខ្ញុំនៅទីនេះហើយនឹងរះឡើងជាមួយអ្នកក្នុងនាមជាស្ដេចថ្មីទាំងអស់នេះនឹងជារបស់ខ្ញុំមែនទេវាមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេប៉ុន្តែវានឹងជារបស់អ្នកដើម្បីការពារវាជាការទទួលខុសត្រូវដ៏ធំមួយអ្វីទាំងអស់ដែលពន្លឺប៉ះដើមឈើទាំងនោះនៅក្នុងរណ្ដៅទឹកនៅលើភ្នំនោះហើយហួសពីស្រមោលទាំងនោះស៊ីមបាអ្នកមិនត្រូវទៅទីនោះទេប៉ុន្តែខ្ញុំគិតថាស្ដេចអាចធ្វើអ្វីក៏បានដណ្ដើមយកទឹកដីណាមួយខណៈពេលដែលអ្នកផ្សេងទៀតស្វែងរកអ្វីដែលពួកគេអាចទទួលយកបានព្រះមហាក្សត្រពិតប្រាកដស្វែងរកអ្វីដែលទ្រង់អាចផ្ដល់ឲ្យអ្វីគ្រប់យ៉ាងដែលអ្នកឃើញស្ថិតនៅជាមួយគ្នាក្នុងទល់ឲ្យភាពដ៏ឆ្ងាញ់ពិសាក្នុងនាមជាព្រះមហាក្សត្រអ្នកត្រូវយល់ពីទល់ឲ្យភាពនោះហើយគោរពសត្វលោកទាំងអស់ពីស្រមោចវារហូតដល់សក្តានលោតប៉ុន្តែប៉ាតើយើងមិនស៊ីសក្តានទេមែនហើយស៊ីមបាប៉ុន្តែសូមឲ្យខ្ញុំពន្យល់ពេលយើងស្លាប់រូបកាយរបស់យើងคล้ายជាស្មៅហើយសក្តានស៊ីស្មៅដូច្នេះយើងទាំងអស់គ្នាត្រូវបានភ្ជាប់គ្នានៅក្នុងរង្វង់ជីវិតដ៏អស្ចារ្យលោកម្ចាស់ប៉ាភ្ញាក់ហើយឬតើលោកមានរបាយការណ៍ពេលព្រឹកទេបាទចាស់សលោកម្ចាស់សត្វ Flamingo 10ក្បាលកំពុងឈរសត្វ Seraph 2ក្បាលកំពុងជាប់ពោះសម្លេងឃ្មុំត្រៀមខ្លួនសម្រាប់ការសប្បាយហើយសត្វស្លាប់កំពុងស្រែកនៅម៉ោង4ព្រឹកខ្ញុំដូចជាសត្វស្លាប់ដែរយើងយល់ហើយនៅទាបដល់ដីខ្ញុំយល់ហើយប្រយ័ត្នខ្យល់ស្រមោលហើយរងចាំពេលវេលាដ៏ល្អឥតខ្ចោះដើម្បីលោតចេញជាការពិតណាស់ដោយដែលខ្ញុំនិយាយខ្លាខិនមិនដែលរីកចម្រើនទេនោះហើយជាអ្វីដែលខ្ញុំនិយាយខ្ញុំនឹងនិយាយវាម្ដងទៀតខ្លាខិនមិនដែលមកវាជាដំណឹងល្អណាស់លោកអើយសត្វថៃណានៅក្នុងទឹកដីមោទនភាពពួកវាកំពុងបរបាញ់ហារ៉ាប៊ីណេណានាងកំពុងដឹកនាំការវាយលោកសាស៊ូយកស៊ីមបាទៅផ្ទះប៉ាអើយអនុញ្ញាតឲ្យខ្ញុំមកខ្ញុំអាចជួយបានទេកូនប្រុសឯងនៅជាមួយកូនខ្លាឃ្មុំតៃទៀតទៅខ្ញុំមិនមែនជាក្មេងតូចទេមកតោះយើងទៅផ្ទះវិញ